ចាថ្ងៃនេះខ្ញុំមកចែករំលែកអំពីការធ្វើត្រីបឹងកឆែតបងប្អូនចាដំបូងឡើយខ្ញុំមានត្រីរ៉ស់មួយមកខ្ញុំដាក់បំពងវាឲ្យក្រៀមហើយខ្ញុំដាក់ខ្ទះមួយទៀតដាក់ប្រេងបន្តិចមកហើយខ្ញុំដាក់ប្រហុកលួចប្រហុកបន្តិចបើបងប្អូនណាចូលចិត្តមិនបាច់ដាក់អីបងប្អូនចាមានប្រហុកលួចប្រហុកបន្តិចទៅចាខ្ញុំកូរវាឲ្យវាឡើងឈ្ងុយបងប្អូនកូរវាឲ្យវាឡើងមកពុះហើយវាឈ្ងុយចាបន្ទាប់កូរហើយគឺខ្ញុំដាក់ជាមួយនឹងម្ទេសក្រហមហ្នឹងហើយដាក់ខ្ទិះដូងបន្តិចផងបងប្អូនបើបានខ្ទិះដូងស្រស់តិចហើយតែឆ្ងាញ់ដោយសារខ្ញុំអត់មានពេលទៅផ្សារធំណាចាបន្ទាប់មកខ្ញុំដាក់ជាមួយនឹងម្ទេសច្រាមយើងណាម្ទេសផ្លោកយើងម្ទេសក្រៀមមកចាយើងយកមកច្រាមហើយយើងយកមកកូរវាចឹងមកកូរជាមួយប្រហុកហ្នឹងមកឲ្យវាឡើងឈ្ងុយចាកូរយូរតិចមកបងប្អូនឲ្យវាឡើងក្រហមដើម្បីមានពណ៌ក្រហមល្អចាកូរវាឲ្យឡើងឈ្ងុយហើយយើងដាក់ជាមួយនឹងខ្ទិះដូងបន្តិចទៀតទៅចាដើម្បីកុំឲ្យវាខ្លោចណាយើងដាក់ខ្ទិះដូងហើយយើងកូរវាហើយយើងចាប់ផ្ដើមចាក់ជាមួយនឹងគ្រឿងបុកណាចាគ្រឿងបុកយើងខាងគល់បងប្អូនចាយើងដាក់គ្រឿងបុកហើយយើងកូរវាឲ្យសព្វសាច់តិចមកចាហើយបន្ទាប់មកយើងដាក់ជាមួយខ្ទិះដូងថែមទៀតចាគ្រឿងបុកនោះបងប្អូនបន្ថយយើងបន្តិចក៏បានដែរដោយសារខ្ញុំដាក់នេះរៀងជ្រុលដៃចាដាក់ខ្ទិះដូងហើយខ្ញុំដាក់ជាមួយទឹកដោះគោឆៅបងប្អូនចាដាក់ជាមួយទឹកដោះគោឆៅខ្ញុំកូរវាឲ្យសព្វចឹងហើយចាកូរវាសព្វហើយបន្ទាប់មកខ្ញុំដាក់ជាមួយនឹងគ្រឿងមានដូចជាប្រេងខ្យងចាប្រេងខ្យងបន្តិចទៅចាទឹកស៊ីអ៊ីវបន្តិចទឹកត្រីបន្តិចទៅហើយនឹងម្សៅស៊ុបខ្នុរយើងណាចាម្សៅស៊ុបខ្នុរបន្តិចទៅហើយវាចេងបន្តិចបងប្អូនហើយស្ករជាមួយនឹងស្ករត្នោតខ្ញុំប្រើស្ករត្នោតគឺឆ្ងាញ់ចាគឺឈ្ងុយប្រើស្ករត្នោតបន្តិចទៅហើយកូរវាឲ្យសព្វចាហើយកូរវាឲ្យសព្វហើយខ្ញុំដាក់ជាមួយនឹងខ្ទិះដូងថែមចឹងទៅដាក់កូរខ្ទិះដូងហើយជាមួយនឹងទឹកដោះគោឆៅហ្មងចាក់ចូលគ្នាដើម្បីឲ្យវាឡើងជាទឹករាវនោះចាខ្ញុំកូរវាសព្វហើយចាបន្ទាប់មកខ្ញុំដាក់ទឹកដោះគោឆៅថែមមួយកំប៉ុងទៀតចាដាក់ទឹកដោះគោឆៅហើយគឺឡើងបែបនេះហើយគឺខ្ញុំដាក់ត្រីដែលខ្ញុំបានបំពងហើយណាដាក់ត្រីនេះចូលចាដាក់ចូលហើយខ្ញុំដាក់ជាមួយបន្លែមានដូចជាកញ្ឆែតហើយនឹងស្ពៃបូកូចាបងប្អូនស្រឡាញ់ចូលចិត្តបន្លែអីដាក់បន្លែហ្នឹងទៅចាសម្រាប់ខ្ញុំចូលចិត្តស្ពៃបូកូហើយនឹងកញ្ឆែតចាខ្ញុំដាក់តែកញ្ឆែតហើយស្ពៃបូកូហើយបន្ទាប់មកខ្ញុំចាក់ជាមួយនឹងទឹកដោះគោឆៅមួយកំប៉ុងទៀតមករួចជាការស្រេចអរគុណ